មុំបៃប្រទេសឥណ្ឌាគឺជាទីក្រុងមួយដែលមានភាពមមាញឹកជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុនិងវប្បធម៌ដ៏សំខាន់ជាទីក្រុងមានប្រជាជនច្រើនបំផុតនៅប្រទេសឥណ្ឌានិងជាទីក្រុងដែលមានចរាចរណ៍ដ៏មមាញឹកសាច់រឿងប្រអប់អាហារថ្ងៃត្រង់បានចាប់ផ្ដើមឡើងនៅក្នុងទីក្រុងដ៏រស់រវើកនេះរឿងដែលនិយាយអំពីសេចក្តីស្រឡាញ់ការបាត់បង់ភាពឯកានិងការរកឃើញខ្លួនឯងឡើងវិញដឹកនាំដោយ Ritesh Batra ខ្សែភាពយន្តឆ្នាំ2013នេះបានចាប់យកសោភ័ណភាពនៃការភ្ជាប់ទំនាក់ទំនងរវាងមនុស្សក្នុងស្ថានភាពដ៏មិនគួរឲ្យជឿបំផុតសាច់រឿងថ្ងៃនេះនិយាយអំពីអ៊ីឡាជាស្ត្រីម្នាក់ដែលមានជីវិតដ៏មមាញឹកនិងរស់រវើកទោះជាយ៉ាងណាក៏ដោយការរៀបការរបស់នាងជាមួយរ៉ាជេវបានបាត់បង់ភាពផ្អែមល្ហែមក្នុងជីវិតគូស្រកររ៉ាជេវដែលជាប់រវល់នឹងការងាររបស់គាត់បានធ្វើឲ្យឃ្លាតឆ្ងាយពីប្រពន្ធរបស់គាត់គឺអ៊ីឡាបានព្យាយាមយកចិត្តទុកដាក់ទាញត្រឡប់មកវិញនៅជីវិតអាពាហ៍ពិពាហ៍ដោយស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីរ៉ាជេវចំណែកឯអ្នកមីង Deshpande ដែលមានផ្ទះនៅជាន់ខាងលើផ្ទះរបស់អ៊ីឡាបានជួយជ្រោមជ្រែងដល់នាងនិងរិះរកវិធីសាស្ត្រដើម្បីជួយនាងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងនាងនិងរ៉ាជេវដោយសេចក្តីស្រឡាញ់និងភាពស្មោះត្រង់ជាមួយស្វាមីរបស់នាងនិងការចង់ឲ្យមានជីវិតគូស្រកររបស់នាងត្រឡប់មកវិញអ៊ីឡាបានសម្រេចចិត្តធ្វើម្ហូបដែលរ៉ាជេវចូលចិត្តនាងបានរៀបចំអាហារថ្ងៃត្រង់ផ្ញើទៅកាន់ការិយាល័យរបស់រ៉ាជេវធ្វើការតាមរយៈប្រព័ន្ធដឹកជញ្ជូនអាហារថ្ងៃត្រង់ដ៏ល្បីល្បាញរបស់ទីក្រុងបំបៃបណ្ដាញដឹកជញ្ជូនអាហារថ្ងៃត្រង់ទៅកាន់ទីក្រុងដ៏ធំទូលាយនេះដោយការធ្វេសប្រហែសរបស់អ្នកចាត់ចែងបានធ្វើឲ្យប្រអប់អាហារថ្ងៃត្រង់ដែលអ៊ីឡាផ្ញើទៅឲ្យរ៉ាជេវបែរជាសាច័ន្ទជាអ្នកទទួលជំនួសដោយមិនដឹងខ្លួនទៅវិញសាច័ន្ទគឺជាបរិសុទ្ធវ័យកណ្ដាលដែលមានអាកប្បកិរិយាស្ងៀមស្ងាត់និងកំពុងជិតចូលនិវត្តន៍គាត់ជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារជាករណីអស់រយៈពេល35ឆ្នាំមកហើយដោយប្រកាន់ខ្ជាប់នឹងរបៀបរបបការងារល្អហើយគាត់រស់នៅតែម្នាក់ឯងក្នុងផ្ទះល្វែងតូចមួយហើយគាត់តែងតែនឹករលឹកដល់ភរិយារបស់គាត់ដែលបានទទួលមរណភាពជីវិតគាត់មានភាពស្ងៀមស្ងាត់គ្មានភាពរីករាយក្រៅពីការជួបបរិយម្ដងម្កាលសែកគឺជាបុគ្គលិកថ្មីដែលត្រូវបានប្រធានណែនាំឲ្យធ្វើការជាមួយសាច័ន្ទដែលកំពុងត្រៀមចូលនិវត្តន៍ហើយត្រូវបានស្នើឲ្យធ្វើការបណ្ដុះបណ្ដាលជំនាញដល់សែកដែលជាបុគ្គលិកត្រៀមជំនួសពេលគាត់ចូលនិវត្តន៍នៅដំបូងសាច័ន្ទមិនសូវចាប់អារម្មណ៍នឹងសែកប៉ុន្មានទេប៉ុន្តែសែកបានបង្ហាញពីការស្រឡាញ់ការងារភាពខិតខំប្រឹងប្រែងរហូតបង្វែរការចាប់អារម្មណ៍របស់សាច័ន្ទមកជាអ្នករាប់អានដ៏ជិតស្និទ្ធនិយាយពីម្ហូបដែលអ៊ីឡាផ្ញើសម្រាប់ប្តីរបស់នាងបែរជាសាច័ន្ទទទួលជំនួសនៅពេលដែលសាច័ន្ទបើកប្រអប់អាហារនោះគាត់បានឃើញម្ហូបដ៏ឆ្ងាញ់ដែលធ្វើឲ្យគាត់មានអារម្មណ៍ងឿងឆ្ងល់ដោយសារតែសាច័ន្ទធ្លាប់តែទទួលទានអាហារសាធារណៈដែលគ្មានរសជាតិម្ដងនេះគាត់បានញ៉ាំអាហារដោយមិនដឹងថាជាអាហារដែលគេផ្ញើច្រឡំនិយាយពីសេវាដឹកជញ្ជូនអាហារវិញនៅរៀងរាល់ល្ងាចអ្នកចាត់ចែងតែងធ្វើការរៀបចំដឹកជញ្ជូនប្រអប់អាហារផ្ញើត្រឡប់មកផ្ទះវិញជារៀងរាល់ល្ងាចនៅពេលដែលប្រអប់អាហារបានផ្ញើត្រឡប់មកដល់ផ្ទះវិញហើយបានលាងសម្អាតយ៉ាងស្អាតធ្វើឲ្យអ៊ីឡាគិតថាអាហារដែលនាងបានធ្វើយ៉ាងសម្រិតសម្រាំងពិតជារ៉ាជេវបានទទួលធ្វើឲ្យនាងនឹកដល់ចំណងអាពាហ៍ពិពាហ៍របស់នាងនឹងត្រឡប់មកវិញហើយនាងបានសែកប្រាប់រឿងនេះដល់មីង Deshpande ពីប្រអប់អាហារបានផ្ញើត្រឡប់មកដល់ផ្ទះវិញហើយគ្មានសល់អ្វីនៅក្នុងនោះទេដោយសារអ៊ីឡាប្រាប់ដូច្នេះធ្វើឲ្យអ្នកមីង Deshpande ឆ្លើយតបមកវិញថាឃើញទេវិធីនេះពិតជាអាចជួយអ្នកបានមែននិយាយពីសាច័ន្ទគាត់កំពុងអង្គុយធ្វើការហើយបានឃើញសែកនៅជិតនោះកំពុងសម្លឹងមករកគាត់ដោយសារតែមិនសូវពេញចិត្តនឹងសែកផងធ្វើឲ្យគាត់មានអារម្មណ៍ធុញទ្រាន់ហើយម្យ៉ាងដល់ម៉ោងចេញពីធ្វើការល្មមសាច័ន្ទបានរៀបចំសម្ភារៈរួចដើរចេញទៅដើរបណ្ដើរសម្លឹងមើលក្រោយបណ្ដើរក្រែងសែកដើរតាមខ្លួនចំណែកអ៊ីឡាឯណោះវិញនាងកំពុងរងចាំការឆ្លើយតបពីរ៉ាជេវប៉ុន្តែនៅពេលដែលរ៉ាជេវត្រឡប់មកផ្ទះវិញគាត់មិនបាននិយាយអ្វីអំពីម្ហូបរបស់នាងឡើយដែលធ្វើឲ្យអ៊ីឡាមានអារម្មណ៍ច្របូកច្របល់និងមានការឈឺចាប់ក្នុងចិត្តអ៊ីឡាខិតខំនិយាយទៅកាន់រ៉ាជេវដោយឃើញរ៉ាជេវត្រឡប់មកពីធ្វើការមុនម៉ោងហើយអ៊ីឡាបានសួរអំពីអាហារថ្ងៃត្រង់ដែលនាងបានផ្ញើទៅឲ្យហើយនាងចង់ដឹងថាតើអាហារនោះឆ្ងាញ់ឬទេហើយនាងនឹកស្មានថារ៉ាជេវបានញ៉ាំអាហារទាំងនោះព្រោះចានស្រាក់ដែលនាងបានដាក់អាហារផ្ញើទៅឲ្យរ៉ាជេវបានផ្ញើត្រឡប់មកផ្ទះវិញប៉ុន្តែរ៉ាជេវឆ្លោយហាក់បីដូចជាចង់មាត់ចង់កមកកាន់នាងហើយថែមទាំងលើកទូរស័ព្ទនិយាយធ្វើមិនដឹងទៅវិញអ៊ីឡាដឹងច្បាស់ថារ៉ាជេវមិនបានទទួលប្រអប់អាហារថ្ងៃត្រង់ដែលនាងបានសម្រិតសម្រាំងធ្វើម្ហូបយ៉ាងពិសេសសម្រាប់គាត់នោះទេអ៊ីឡាឆ្ងល់ថាអ្នកណាជាអ្នកទទួលជំនួសព្រោះប្រអប់អាហារបានលាងយ៉ាងស្អាតហើយផ្ញើត្រឡប់មកនាងវិញអ៊ីឡាបានប្រាប់រឿងនេះទៅមីង Deshpande ដែលជាអ្នកជិតខាងនាងអំពីរឿងរ៉ាវទាំងអស់នេះមីង Deshpande បានណែនាំឲ្យអ៊ីឡាសរសេរសារមួយទៅកាន់អ្នកទទួលប្រអប់អាហារនោះដើម្បីពន្យល់អំពីកំហុសអ៊ីឡាបានស្ទាក់ស្ទើរបន្តិចប៉ុន្តែទីបំផុតនាងបានធ្វើតាមនាងបានដាក់សារមួយទៅក្នុងប្រអប់អាហាររួមជាមួយនឹងម្ហូបដែលនាងរៀបចំមួយឈុតទៀតហើយបានផ្ញើវានៅថ្ងៃបន្ទាប់និយាយពីសាច័ន្ទដោយគាត់នឹងចូលនិវត្តន៍នៅខែក្រោយនេះហើយដូច្នេះគាត់បានមកប្រាប់អ្នកចាត់ចែងអាហារឲ្យធ្វើការទូទាត់ថវិការបស់គាត់
និយាយពីសាច់ឯនោះវិញនៅតែមករកសាចាន់ធ្វើកាយវិការអោនលំទោននិងគោរពសាចាន់ហើយបានប្រាប់គាត់ថាមនុស្សគ្រប់គ្នាគោរពស្រឡាញ់លោកណាស់ហើយសាច់បានស្នើសុំសាចាន់ដើម្បីដាក់ពេលវេលាបដិបដាជំនាញដល់គាត់ដោយសារសាច់ដឹងថាសាចាន់នឹងចូលនិវត្តន៍នៅខែក្រោយនេះហើយនៅកន្លែងញ៉ាំអាហារសាចាន់កំពុងរៀបចំម្ហូបចេញពីប្រអប់អាហារដោយសពដងនៅពេលដែលគាត់កំពុងរៀបចំគាត់ក៏បានឃើញសម្បត្តិនៅក្នុងប្រអប់អាហារនោះគាត់មើលឆ្វេងមើលស្ដាំហើយបានយកសម្បត្តិនោះមកអានសូមអរគុណដែលបានផ្ញើប្រអប់អាហារថ្ងៃត្រង់ទទេត្រឡប់មកវិញយ៉ាងណាក៏ដោយខ្ញុំបានធ្វើម្ហូបនេះសម្រាប់ប្តីរបស់ខ្ញុំហើយនៅពេលដែលវាត្រឡប់មកវិញទទេខ្ញុំគិតថាគាត់នឹងនិយាយអ្វីមួយជាមួយខ្ញុំអស់រយៈពេលមួយសន្ទុះខ្ញុំគិតថាផ្លូវឆ្ពោះទៅរកដួងចិត្តគឺពិតជាឆ្លងកាត់ក្រពះជាថ្នូរសម្រាប់ពេលវេលានោះថ្ងៃនេះខ្ញុំសូមផ្ញើមកអ្នកនៅប៉ានីនេះគឺជាមុខម្ហូបដែលប្តីខ្ញុំចូលចិត្តជាងគេអ៊ីឡានិយាយពីអ៊ីឡាវិញនាងទន្ទឹងរង់ចាំការឆ្លើយតបសម្បត្តិពីសាចាន់ប៉ុន្តែនៅពេលដែលប្រអប់អាហារបានផ្ញើត្រឡប់មកដល់ផ្ទះវិញដោយលើកមុនមិនមានការឆ្លើយតបរបស់សាចាន់នោះឡើយមានតែសម្បត្តិដែលនាងបានផ្ញើទៅសាចាន់កាលពីលើកមុនតែប៉ុណ្ណោះអ៊ីឡាក៏បានប្រាប់រឿងនេះទៅអ្នកមីង Despandi ម្ដងនេះអ្នកមីង Despandi បានផ្ដល់យោបល់ឲ្យអ៊ីឡាធ្វើម្ហូបមួយមុខទៀតផ្ញើទៅសាចាន់ប៉ុន្តែលើកនេះត្រូវធ្វើឲ្យខុសរសជាតិពីលើកមុនដោយត្រូវធ្វើហឹរនិងប្រៃដើម្បីឲ្យគាត់ឆ្លើយតបមកវិញនិយាយពីសាច់វិញគាត់បានមកជួបសាចាន់នៅកន្លែងធ្វើការហើយបានប្រាប់ថាខ្ញុំមករកលោកប៉ុន្តែឃើញលោកកំពុងញ៉ាំអាហារហើយកំពុងអានសម្បត្តិខ្ញុំមិនចង់រំខានលោកឡើយប្រអប់អាហាររបស់លោកក្រអូបណាស់ប្រពន្ធរបស់លោកពិតជាមានមន្តស្នេហ៍អស្ចារ្យសាចាន់បានឆ្លើយតបទៅវិញថាប្រពន្ធខ្ញុំស្លាប់ហើយព្រោះឲ្យសាច់ឆ្ងល់ថាតើអ្នកណាជាអ្នកសរសេរសម្បត្តិមកកាន់គាត់និយាយពីសាចាន់ធ្វើការរសាប់រសល់ណាស់មិនឲ្យតែដល់ម៉ោងបាយអង្គុយបណ្ដើរយកប្រអប់អាហារមកហិតតើក្រអូបឬសែងនិយាយដែរទេតាមពិតទៅមិនតន់ដល់ម៉ោងបាយផងថ្ងៃនេះសាចាន់ចាប់ផ្ដើមយកស្រាក់ដើរទៅកន្លែងញ៉ាំអាហារមុនគេសាចាន់រៀបចំអាហារបណ្ដើរសម្លឹងរមើលសម្បត្តិបណ្ដើរដោយមិនដឹងថាថ្ងៃនេះអ៊ីឡាមិនបានសរសេរសម្បត្តិមកទេបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចសាចាន់បានសម្រេចចិត្តឆ្លើយតបសារមកកាន់អ៊ីឡាថ្ងៃនេះម្ហូបរៀងប្រៃបន្តិចហើយចំណែកម្ទេសវិញក៏ហឹរហួសបន្តិចដែរប៉ុន្តែខ្ញុំបានញ៉ាំចេកពីបន្ទាប់ពីអាហារថ្ងៃត្រង់វាបានជួយបន្ធូរអណ្ដាតដែលកំពុងក្តៅហើយខ្ញុំគិតថាវាក៏ល្អសម្រាប់ការបន្សាបបន្តិចដែរមានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែលញ៉ាំតែចេកមួយឬពីរផ្លែសម្រាប់អាហារថ្ងៃត្រង់វាថោកហើយវាអាចធ្វើឲ្យអ្នកចែកបានសម្បត្តិអ៊ីឡាផ្ញើទៅសាចាន់សម្បត្តិនេះបង្ហាញពីការងឿងឆ្ងល់ចំពោះអត្ថន័យនៃជីវិតនិងអារម្មណ៍ឯកោរបស់អ៊ីឡាដែលប្តីរបស់នាងត្រឡប់មកផ្ទះវិញយប់ជ្រៅហើយមិនអើពើចំពោះនាងទោះបីជានាងខិតខំព្យាយាមយកចិត្តទុកដាក់ចំពោះគាត់យ៉ាងណាក៏ដោយប្តីរបស់នាងមិនដែលខ្វាយខ្វល់ពីនាងឡើយគ្មានភាពផ្អែមល្ហែមគ្មានការយកចិត្តដោយបណ្ដោយឲ្យជីវិតរបស់នាងនៅឯកោជាទីបំផុតជីវិតនាងដូចជាកង្ហារពេលមានភ្លើងក៏វិលពេលដាច់ភ្លើងក៏ឈប់នាងក៏ឆ្ងល់ថាតើជីវិតនេះមានអត្ថន័យអ្វីនៅពេលដែលមនុស្សរស់នៅដូចជាគ្មានការយល់ចិត្តជីវិតមានគូតែដូចជាគ្មានគូពិសេសធ្វើឲ្យនាងគិតគ្រប់ពេលវេលានិងមានភាពមិនច្បាស់លាស់ចំពោះដំណើរជីវិតរបស់នាងជាមួយស្វាមីសម្បត្តិសាចាន់ផ្ញើត្រឡប់ទៅអ៊ីឡាលោកស្រីអ៊ីឡាជាទីស្រឡាញ់ប្តីរបស់លោកស្រីហាក់ដូចជារវល់ណាស់មានមនុស្សច្រើនពេកហើយគ្រប់គ្នាចង់បានអ្វីដែលអ្នកដទៃមាន2ឆ្នាំមុនអ្នកអាចរកកន្លែងអង្គុយនៅលើរថភ្លើងបានពេលខ្លះប៉ុន្តែសប្តាហ៍ថ្ងៃនេះវាពិបាកណាស់នៅពេលដែលប្រពន្ធរបស់ខ្ញុំបានស្លាប់គាត់បានទទួលកន្លែងបញ្ចុះសពផ្ដេកខ្ញុំបានព្យាយាមទិញកន្លែងបញ្ចុះសពសម្រាប់ខ្លួនឯងម្ដងហើយអ្វីដែលពួកគេផ្ដល់ឲ្យខ្ញុំគឺកន្លែងបញ្ចុះសពឈរខ្ញុំបានចំណាយពេលវេលាទាំងមូលរបស់ខ្ញុំឈរនៅលើរថភ្លើងនិងឡានក្រុងហេតុអ្វីបានជាលោកស្រីមិនព្យាយាមមានកូនម្នាក់ទៀតពេលខ្លះការមានកូនអាចជួយអាពាហ៍ពិពាហ៍របស់អ្នកមានសុភមង្គលនិយាយពីអ៊ីឡានិងប្តីរបស់នាងនៅពេលដែលរ៉ាជេវត្រឡប់មកពីធ្វើការវិញនាងខិតខំរត់ទៅទទួលនិងនិយាយស្ដីរកសួរអំពីរូបរាងរបស់នាងកាលពីមុននិងពេលឥឡូវថាតើការពាក់រូបនេះស្អាតទេហើយនាងបាននិយាយពីការអាណិតចំពោះកូនស្រីរបស់ពួកគេដែលមានតែម្នាក់ឯងមិនមានគ្នាលេខនាងបានស្នើសុំរ៉ាជេវដើម្បីបង្កើតកូនប្រុសម្នាក់ទៀតប៉ុន្តែរ៉ាជេវមិនចាប់អារម្មណ៍បែរទៅនិយាយរឿងផ្សេងធ្វើឲ្យអ៊ីឡាអស់សង្ឃឹមចំពោះការខិតខំរបស់នាងការសរសេរសម្បត្តិឆ្លើយឆ្លងរវាងអ៊ីឡានិងសាចាន់គឺជាការបន្តភ្ជាប់ផ្លូវចិត្តដ៏សែនពិសេសមួយដែលធ្វើឲ្យពួកគេអាចចែករំលែកអំពីជីវិតពីការលំបាកនិងក្តីសុបិនរបស់ពួកគេតាមរយៈការផ្ញើសម្បត្តិទៅវិញទៅមកពួកគេបានបង្កើតឡើងនូវទំនាក់ទំនងដ៏ជិតស្និទ្ធដែលធ្វើឲ្យពួកគេយល់ពីអារម្មណ៍និងជីវិតរបស់គ្នាទៅវិញទៅមកអ៊ីឡាដែលជាស្ត្រីគ្រប់គ្រងផ្ទះបានសរសេរអំពីការខិតខំរបស់នាងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយរ៉ាជេវដែលបង្ហាញពីការព្យាយាមរបស់នាងក្នុងការថែរក្សាទំនាក់ទំនងគ្រួសារនាងក៏បានចែករំលែកអំពីការលំបាកនិងការតស៊ូរបស់នាងក្នុងជីវិតប្រចាំថ្ងៃដែលធ្វើឲ្យសាចាន់អាចយល់ពីអារម្មណ៍របស់នាងនិងផ្ដល់ការគាំទ្រនៅផ្លូវចិត្ត
ម្យ៉ាងវិញទៀតសាច័ន្ទដែលជាមនុស្សពុះម៉ាយរៀបនឹងចូលនិវត្តន៍បានចែករំលែកអំពីភាពឯកាការលំបាករបស់គាត់ក្នុងការទប់ទល់នឹងជីវិតដែលគ្មានក្រុមគ្រួសារនៅជិតគាត់បានសរសេរអំពីក្តីសុបិននិងការស្វែងរកអត្ថន័យថ្មីនៅក្នុងជីវិតរបស់គាត់តាមរយៈការសរសេរសម្បត្តិទៅវិញទៅមកសាច័ន្ទនិងអ៊ីឡាបានផ្ដល់កម្លាំងចិត្តនិងការយល់ដឹងពីគ្នាទៅវិញទៅមកការសរសេរសម្បត្តិទាំងនេះមិនត្រឹមតែជាការចែករំលែកអំពីជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេថែមទាំងជាការបង្កើតឡើងនូវទំនាក់ទំនងដ៏ជ្រាលជ្រៅដែលធ្វើឲ្យពួកគេយល់ពីអារម្មណ៍និងការលំបាករបស់គ្នាទៅវិញទៅមកការសរសេរសម្បត្តិបានក្លាយជាមធ្យោបាយដ៏មានអត្ថន័យក្នុងការតភ្ជាប់ចិត្តរបស់ពួកគេនិងជាកន្លែងដែលពួកគេអាចចែករំលែកពីក្តីសុបិននិងការស្វែងរកអត្ថន័យនៃជីវិតការទន្ទឹងរង់ចាំសម្បត្តិពីគ្នាទៅវិញទៅមកបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ពួកគេមិនត្រឹមតែទទួលបានការផ្ដល់យោបល់និងកម្លាំងចិត្តប៉ុណ្ណោះទេថែមទាំងពួកគេបានរកឃើញនូវការយល់ដឹងថ្មីៗអំពីជីវិតនិងខ្លួនឯងតាមរយៈការសរសេរនេះនិយាយពីសេវិញបានសាងកំហុសចំពោះការងាររបស់គាត់ហើយត្រូវបានប្រធានអង្គភាពធ្វើការព្រមានប៉ុន្តែរំពេញនោះបានសាច័ន្ទជាអ្នកចេញមុខទទួលខុសត្រូវហើយនឹងធ្វើការកែតម្រូវនៅកំហុសទាំងនោះព្រមទាំងទទួលយកដើម្បីពិនិត្យកែសម្រួលឡើងវិញដើម្បីអរគុណនៅទឹកចិត្តរបស់សាច័ន្ទដែលបានធ្វើចំពោះខ្លួនសែកបានអញ្ជើញសាច័ន្ទទៅញ៉ាំអាហារនៅផ្ទះរបស់គាត់និងបានជួបជាមួយគូរដឹងរបស់គាត់ដែរតបពីពិភាក្សាគ្នាបានមួយសន្ទុះសែកបានសំណូមពរឲ្យសាច័ន្ទចូលរួមក្នុងពិធីមង្គលការរបស់គាត់ដែលនឹងរៀបចំនៅពេលខាងមុខនេះហើយព្រមទាំងស្នើសុំឲ្យសាច័ន្ទនាំប្រពន្ធមកចូលរួមផងនិងធ្វើជាសាច់ញាតិរបស់កូនកំឡោះដោយខាងគាត់មិនមានសាច់ញាតិទេសាច័ន្ទបានយល់ព្រមតែសាច័ន្ទបានប្រាប់ថាប្រពន្ធរបស់ខ្ញុំបានទទួលមរណភាពហើយគឺមានតែមិត្តស្រីទេឬដូច្នេះសែកបានសួរថាតើមិត្តស្រីរបស់លោកឈ្មោះអ្វីសាច័ន្ទបានប្រាប់ថាឈ្មោះអ៊ីឡាសាច័ន្ទបានប្រាប់សែកថាពីមុនគាត់បានសម្រេចចិត្តនឹងចូលនិវត្តន៍មុន1ខែប៉ុន្តែពេលនេះបានជួបជាមួយសែកហើយរាប់អានគ្នាយ៉ាងជិតស្និទ្ធគាត់បានបដូរចិត្តវិញមិនចូលនិវត្តន៍មុនទេមិនតែប៉ុណ្ណោះសាច័ន្ទបានប្រាប់សែកថាគាត់នឹងស្នើសុំប្រធានអង្គភាពដើម្បីយកសែកធ្វើជាលេខាហើយនឹងបណ្ដុះបណ្ដាលសែករហូតដល់គាត់ចូលនិវត្តន៍គ្រាន់តែឮសម្ដីរបស់សាច័ន្ទដូច្នេះសែករកអ្វីព្រៀបផ្ទឹមពុំបានហើយសែកបានប្រាប់ដំណឹងដ៏ល្អនេះទៅកាន់គូរដឹងរបស់គាត់ការតេតោគ្នាតាមរយៈសម្បត្តិទៅវិញទៅមករាល់ថ្ងៃបានបង្កើតឡើងនូវទំនាក់ទំនងដ៏ជ្រាលជ្រៅនិងកាន់តែស្និទ្ធស្នាលរវាងអ៊ីឡានិងសាច័ន្ទរហូតដល់ពួកគេធ្វើការណាត់ជួបគ្នាដោយផ្ទាល់ម្ដងការណាត់ជួបនេះគឺជាការសាកល្បងមួយសម្រាប់ទំនាក់ទំនងរបស់ពួកគេដែលបានផ្លាស់ប្ដូរពីការសរសេរសម្បត្តិទៅការជួបមុខដោយផ្ទាល់វិញម្ដងអ៊ីឡានិងសាច័ន្ទបានកំណត់ពេលជួបគ្នានៅភោជនីយដ្ឋានមួយដែលជាកន្លែងពួកគេអាចជួបគ្នាដោយផ្ទាល់និងចែករំលែកអំពីអារម្មណ៍របស់ពួកគេជាមួយគ្នាអ៊ីឡាបានធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយហើយអង្គុយរងចាំសាច័ន្ទតែសាច័ន្ទមិនហ៊ានចេញមុខជួបនាងទេដោយគាត់មានអារម្មណ៍ថាខ្លួនចាស់ជាងអ៊ីឡាហើយមិនសមនឹងនាងព្រោះអ៊ីឡានៅក្មេងព្រមទាំងស្រស់ស្អាតការសម្រេចចិត្តនេះបានបង្ហាញពីការភ័យខ្លាចនិងការមិនច្បាស់លាស់របស់គាត់ក្នុងការទទួលយកទំនាក់ទំនងថ្មីនេះអ៊ីឡាបានរងចាំយូរដោយសង្ឃឹមថាសាច័ន្ទនឹងមកជួបប៉ុន្តែនៅទីបំផុតនាងបានយល់ថាពួកគេមិនអាចជួបគ្នាបានទេការយល់នេះបានធ្វើឲ្យអ៊ីឡាឈឺចាប់និងអាឡោះអាល័យព្រោះនាងបានផ្ដោតក្តីសង្ឃឹមនិងអារម្មណ៍ជ្រាលជ្រៅចំពោះសាច័ន្ទការណាត់ជួបដែលមិនបានកើតឡើងនេះបានបង្ហាញពីឧបសគ្គរបស់ពួកគេដែលបានឆ្លងកាត់នឹងការលំបាកក្នុងការទទួលយកការផ្លាស់ប្ដូរនៃទំនាក់ទំនងរបស់ពួកគេការសម្រេចចិត្តរបស់សាច័ន្ទក្នុងការមិនទៅជួបអ៊ីឡាបានបង្ហាញពីការភ័យខ្លាចរបស់គាត់ក្នុងការទទួលយកនៅទំនាក់ទំនងថ្មីនិងការមិនច្បាស់លាស់អំពីអនាគតរបស់ពួកគេគាត់ប្រហែលជាមានអារម្មណ៍ថាខ្លួនមិនសមនឹងនាងឬប្រហែលជាខ្លាចការបរាជ័យក្នុងការថែរក្សាទំនាក់ទំនងនេះលើកនេះដោយសារសាច័ន្ទមិនបានមកជួបជាមួយនាងតាមការណាត់អ៊ីឡាបានផ្ញើប្រអប់អាហារទៅកាន់សាច័ន្ទឃើញដូចនេះសាច័ន្ទបានផ្ញើសម្បត្តិទៅអ៊ីឡាដោយមានខ្លឹមសារថាលោកស្រីអ៊ីឡាជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបានទទួលប្រអប់អាហារថ្ងៃត្រង់ប៉ុន្តែគ្មានអ្វីនៅខាងក្នុងនោះទេខ្ញុំសមនឹងទទួលបានរឿងនេះម្សិលមិញអ្នកបានរងចាំខ្ញុំនៅភោជនីយដ្ឋានយ៉ាងយូរប៉ុន្តែមុននោះនៅពេលព្រឹកដដែលខ្ញុំបានភ្លេចអ្វីមួយនៅក្នុងបន្ទប់ទឹកខ្ញុំបានត្រឡប់ទៅយកវាហើយបន្ទប់ទឹកមានក្លិនដូចគ្នាពិតជាដូចគ្នាទៅនឹងក្លិនរបស់ជីតារបស់ខ្ញុំដែលទើបតែងូតទឹកវាដូចជាជីតារបស់ខ្ញុំបាននៅទីនោះដែរប៉ុន្តែគាត់មិនបាននៅទេវាគ្រាន់តែជាខ្ញុំមិនដឹងថាខ្ញុំបានខ្លាចជាមនុស្សចាស់ចាប់តាំងពីពេលណាមកទេខ្ញុំបានមកដល់ភោជនីយដ្ឋាននៅពេលដែលលោកស្រីកំពុងរងចាំខ្ញុំនៅទីនោះលោកស្រីកំពុងអង្គុយលោកស្រីកំពុងលេងជាមួយកាបូបផឹកទឹកឥតឈប់ខ្ញុំចង់ចូលទៅជិតលោកស្រីហើយប្រាប់រឿងទាំងអស់នេះដោយផ្ទាល់ប៉ុន្តែខ្ញុំគ្រាន់តែមើលឃើញលោកស្រីដែលកំពុងអង្គុយរងចាំលោកស្រីមើលទៅស្អាតណាស់លោកស្រីនៅក្មេងលោកស្រីនៅមានពេលវេលាច្រើនណាស់សម្រាប់ក្តីសុបិនរបស់លោកស្រីហើយសម្រាប់ពេលខ្លះលោកស្រីបានអនុញ្ញាតឲ្យខ្ញុំចូលទៅក្នុងសុបិនរបស់លោកស្រីហើយខ្ញុំចង់អរគុណលោកស្រីចំពោះរឿងនេះថ្ងៃមង្គលការរបស់សែកបានមកដល់សាច័ន្ទបានចូលរួមពិធីមង្គលការរបស់សែកតាមការសន្យាសែកបានថ្លែងអំណរគុណដែលសាច័ន្ទបានចូលរួមក្នុងពិធីមង្គលការរបស់ខ្លួនសាច័ន្ទបានជូនពរឲ្យអ្នកទាំងពីររស់នៅប្រកបដោយសុភមង្គលនិងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក
និយាយពីអ៊ីឡានិងអ្នកដឹកជញ្ជូនប្រអប់អាហារអ៊ីឡាបានប្រាប់អ្នកដឹកជញ្ជូនអាហារថាប្រអប់អាហាររបស់នាងបានផ្ញើទៅខុសអាសយដ្ឋានមិនបានដល់ប្តីរបស់នាងទេគឺមានគេជាអ្នកទទួលជំនួសចំណែកអ្នកដឹកជញ្ជូនអាហារបានប្រាប់អ៊ីឡាវិញថាសេវារបស់គាត់មិនដែលបានផ្ញើទៅខុសអាសយដ្ឋាននោះទេព្រោះសេវាកម្មនេះសូម្បីតែប្រទេសអង់គ្លេសក៏បានសរសើរហើយបានមកដកបទពិសោធន៍និងធ្វើការសិក្សាប្រព័ន្ធរបស់ក្រុមហ៊ុនយើងផងដែរមិនអាចមានរឿងនេះកើតឡើងបានទេអ៊ីឡាបានសម្រេចចិត្តចាក់ចេញពីរ៉ាជេវហើយបានធ្វើដំណើរជាមួយកូនស្រីរបស់នាងដើម្បីស្វែងរកសាច់ច័ន្ទដល់កន្លែងធ្វើការប៉ុន្តែពេលដែលនាងបានទៅដល់កន្លែងធ្វើការរបស់សាច់ច័ន្ទមិនបានជួបសាច់ច័ន្ទឡើយនាងបានជួបជាមួយសែកហើយសែកបានប្រាប់ថាសាច់ច័ន្ទបានចូលនិវត្តន៍ហើយបានធ្វើដំណើរទៅកាន់ណាស៊ីដែលជាកន្លែងដែលគាត់រស់នៅពេលចូលនិវត្តន៍នេះជាលើកទី1ហើយដែលសែកបានជួបជាមួយអ៊ីឡាហើយសែកពិតជាភ្ញាក់ផ្អើលមែននៅពេលដែលជួបជាមួយអ៊ីឡាហើយកំឡុងពេលដែលសាច់ច័ន្ទបានចាក់ចេញទៅនិយាយពីសាច័ន្ទវិញគាត់នៅក្នុងរថភ្លើងរៀបនឹងចេញដំណើរប៉ុន្តែគាត់ហាក់មិនអស់អាល័យពីទីក្រុងប៊ុំបៃឡើយជាពិសេសក្នុងចិត្តរបស់គាត់នៅស្ទាក់ស្ទើរនិងនៅនឹកស្រណោះចំពោះអ៊ីឡាប៉ុន្តែគាត់បានសម្រេចចិត្តហើយថានឹងចាក់ចេញពីទីក្រុងរស់រវើកនេះដើម្បីទៅរស់នៅទីកន្លែងថ្មីដែលគាត់គ្រោងពេលចូលនិវត្តន៍ចំណែកអេឡាវិញបានពឹងសែកជូននាងនិងកូនស្រីរបស់នាងទៅកាន់ចំណតរថយន្តឈ្នួលដើម្បីធ្វើដំណើរទៅផ្ដើមជីវិតថ្មីនៅប៊ូតាននិយាយពីសាច័ន្ទវិញគាត់បានដឹងខ្លួនថាខកចិត្តគាត់ដឹងថាអ៊ីឡាបាននាំអត្តន័យនិងភាពរីករាយមកកាន់ជីវិតរបស់គាត់ហើយគាត់មិនអាចឲ្យនាងចេញពីជីវិតរបស់គាត់បានឡើយសាច័ន្ទបានឡើងជិះរថភ្លើងហើយត្រឡប់ទៅទីក្រុងប៊ុំបៃវិញដើម្បីស្វែងរកអ៊ីឡាសាច័ន្ទបានស្វែងរកអ៊ីឡាតាមរយៈក្រុមអ្នកដឹកជញ្ជូនអាហារដោយសង្ឃឹមថានឹងរកឃើញអ៊ីឡាម្ដងទៀតបរិសុទ្ធដែលធ្លាប់បិទបាំងខ្លួននេះឥឡូវបានក្លាយជាមនុស្សម្នាក់ដែលមានបំណងច្បាស់លាស់ត្រៀមខ្លួនសម្រាប់ជីវិតថ្មីរបស់គាត់ខណៈពេលដែលរឿងចប់អ៊ីឡាត្រូវបានគេឃើញនៅផ្ទះរបស់នាងកំពុងរៀបចំអីវ៉ាន់ហើយរងចាំកូនស្រីរបស់នាងយ៉ាស្វីត្រឡប់មកពីសាលារៀនសាច័ន្ទដែលត្រូវបានណែនាំដោយក្រុមដឹកជញ្ជូនអាហារកំពុងធ្វើដំណើរកាត់តាមផ្លូវដ៏មមាញឹកនៃទីក្រុងប៊ុំបៃខិតខំស្វែងរកអ៊ីឡាដោយសង្ឃឹមថានឹងបានរស់នៅជិតនាងរឿងនេះបានបញ្ចប់ដោយមិនបានបញ្ជាក់ច្បាស់លាស់អំពីការជួបជុំរបស់ពួកគេទុកឲ្យទស្សនិកជនស្រមៃអំពីលទ្ធផលថាតើសាច័ន្ទនិងអ៊ីឡានឹងរកឃើញគ្នាហើយចាប់ផ្ដើមដំណើរជីវិតជាថ្មីជាមួយគ្នាឬទេឬក៏ពួកគេនឹងនៅតែជានាវាពីរដែលឆ្លងកាត់គ្នាយ៉ាងខ្លីប៉ុន្តែជ្រាលជ្រៅរឿងប្រអប់អាហារថ្ងៃត្រង់បានចូលមកដល់ទីបញ្ចប់សូមអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់សូមអភ័យទោសចំពោះការខុសឆ្គងក្នុងការអត្ថាធិប្បាយយើងខ្ញុំទទួលយកនៅមតិរិះគន់កែលម្អនិងសង្ឃឹមថាបងប្អូននឹងបន្តការគាំទ្រទស្សនានៅភាពយន្តបន្តទៅទៀតសូមមេត្តាជួយ like comment និងចែករំលែកដើម្បីលើកទឹកចិត្តដល់យើងខ្ញុំសូមអរគុណ